ខ្ញុំឈ្មោះភក្តីមន្ត្រីអន្តទានប្រាក់ខែជាង1លានមានរៀងសង្ហាធ្លាប់ជានិស្សិតកម្រិតបរិញ្ញាចង់ទៅសិក្សាស្តាឡូនដំបងមីងថាខ្ញុំខ្ចីកំភៃលោកគ្រូខ្ញុំមិនទុកយូរមានលុយផ្ដាច់ធំមកលោកគ្រូផ្ដាច់ឲ្យយកវិញទិញឡានដឹកដងដឹកពោតលំលងលក់នៅឯផ្សារមុនខ្ចីសំដីមីងសែនពីរុកសុំបងរំលឹកទាំងដើមទាំងកាមិនឲ្យលោកគ្រូកម្រិតបរិញ្ញាឈឺចាប់មកអរាដោយសារខ្ញុំទេដល់ថ្ងៃត្រូវសងដំបងនៅដៃគ្រូរត់រញ៉ៃទាំងឯងទាំងគេធ្វើទុកចមុខមៀមត្រៀមហាមាត់ជេស្រែកថាចាំទេសងតាមសន្យាមីងជាបណ្ឌិតខ្ញុំគិតមិនដល់ឯកសារដំកល់សិតតែមានកងត្រាខ្ញុំជានិស្សិតកម្រិតបរិញ្ញាមិននឹកស្មានថាមីងជាបណ្ឌិតអូយហៀម៉ាប់ហើយចំអតិថិជនបណ្ឌិតអើយសុំចាញ់ហើយខ្ចីសំដីមីងសែនពីរុកសុំបងរំលឹកទាំងដើមទាំងកាមិនឲ្យលោកគ្រូកម្រិតបរិញ្ញាឈឺចាប់មកអរាដោយសារខ្ញុំទេដល់ថ្ងៃត្រូវសងដំបងនៅដៃគ្រូរត់អញ្ញៃទាំងឯងទាំងគេធ្វើមកដូចមៀមត្រៀមហាមាត់ជេស្រែកថាចាំទេសងតាមសន្យាមីងជាបណ្ឌិតខ្ញុំគិតមិនដល់ឯកសារដំកល់សិតតែមានកងត្រាខ្ញុំជាកម្រិតបរិញ្ញាអូយមិននឹកស្មានថាមីងជាបណ្ឌិតមិននឹកស្មានថា